បងប្អូនពេលខ្លះអ្វីដែលយើងបានមើលឃើញវាដូចជាការពិតប៉ុន្តែការពិតវាគឺជា AI ហើយវីដេអូ AI ក៏អាចយកមកលាយបញ្ចូលជាមួយនឹងការពិតបានដែរព្រោះវីដេអូ AI មិញនេះធ្វើចេញពីទូរស័ព្ទមួយនេះគឺជា Honor 600មានរូបឆោមលោមពណ៌ស្រដៀងនឹង iPhone ច្រើនតែមានតម្លៃទាបជាងច្រើនហើយមានកាមេរ៉ាទំហំធំដល់ទៅ200 megapixel ថតបានច្បាស់ល្អហើយមានអេក្រង់រាបស្មើមានគែមខ្លីស្រស់ស្អាតនិងមានពន្លឺភ្លឺខ្លាំងដល់ទៅ8000 nit ពិតជាមិនគួរឲ្យជឿហើយថ្មក៏មានទំហំធំដល់ទៅ7000 mAh និងអាចសាកថ្មល្បឿនលឿនដល់ទៅ80 W ហើយក៏មាន AI ច្រើនសម្បូរបែបគឺច្រើនជាងទូរស័ព្ទកំពូលទៀតផងដូចខ្ញុំថាមិនអញ្ចឹងមានកន្លែងមួយចំនួនវាធ្វើបានលើសពីទូរស័ព្ទកំពូលផងដូចជាពន្លឺអេក្រង់អាចភ្លឺខ្លាំងដល់ទៅ8000 nit ដែលពិតជាភ្លឺលើសគេលើសឯងហើយមិនមានទូរស័ព្ទណាអាចភ្លឺដល់ទេហើយបើនិយាយអំពី AI អូគឺមានច្រើនខ្លាំងដូចជា AI បំលែងរូបទៅជាវីដេអូដែលមានស្រាប់នៅក្នុង Gallery មុខងារនេះមានឈ្មោះថា Image to Video យើងអាចដាក់រូបឲ្យមានចលនាតាម preset ស្រាប់ដោយមិនចាំបាច់សរសេរប្រមអញ្ញេអញ្ញៃអីទេយើងអាចដាក់រូបមួយឲ្យចេញចលនារស់រវើកតាមការគណនារបស់ AI ឬក៏ដាក់រូបពីរមួយពេលដើមនិងคล้ายជារូបមួយទៀតអីចឹងទៅវាស្រួលវាសប្បាយជឿខ្ញុំទៅអ្វីដែលគួរចាំនោះគឺមុខងារនេះគឺមានតម្លៃថ្លៃចឹងហើយបានជាមិនសូវមានក្រុមហ៊ុនទូរស័ព្ទណាគេហ៊ានយកមកដាក់ទេអ្វីដែលចម្លែកនិងពិសេសគឺមុខងារបំលែងរូបទៅជាវីដេអូគឺមានតែនៅលើទូរស័ព្ទ Honor 600នឹងទេទូរស័ព្ទ flagship ផ្សេងទៀតដូចជា Honor Magic 7 Pro 8 Pro គឺអត់មានមុខងារនឹងទេហើយគេក៏មាន app មួយទៀតដាច់ដោយឡែកឈ្មោះថា Honor AI ដែលក្នុងហ្នឹងមាន Photo AI Agent ដែលយើងអាចកែរូបបានច្រើនដូចជារូបវត្ថុកែផ្ទៃព្រាលខាងក្រោយឲ្យកាន់តែព្រាលស្អាតនិងកែពណ៌រូបភាពបានហើយយើងក៏អាចកែប្រែរូបទៅជារូបបែប anime រូបគំនូរនិង color ទឹកក៏បានដែរបើនិយាយអំពីរូបរាងមើលទៅវាដូចជា iPhone ច្រើនតួមានរាងបែបជ្រុងមានអេក្រង់រាបស្មើនិងមានភាពហាប់ណែនល្អហើយវាក៏មានភាពធន់រឹងមាំកម្រិតផ្កាយ5ដែលធន់នឹងការធ្លាក់ធន់នឹងការចូលទឹកកម្រិត IP68 IP69 និង IP69K ដែលអាចឲ្យយើងទុកចិត្តបានចំពោះការប្រើជាប្រចាំថ្ងៃដែលមានការសាច់ទឹកឬក៏ភ្លៀងឬក៏ធ្លាក់ទូរស័ព្ទចូលក្នុងទឹកខកមិនអីដែរអេក្រង់ទូរស័ព្ទនេះវារាបស្មើមានទំហំតូចល្មម 6.57 អ៊ីងក៏មានគុណភាពខ្ពស់ដែរវាមានគែមខ្លីស្អាតមើលទៅលាតបានពេញល្អបង្ហាញបានគុណភាពដល់ទៅ 1.5K ល្បឿន 120Hz និងមានពន្លឺភ្លឺខ្លាំងដល់ទៅ 8000 nit ដែលលើសគេហើយលើទីផ្សារទូរស័ព្ទបច្ចុប្បន្នអញ្ចឹងការប្រើប្រាស់អេក្រង់ទូរស័ព្ទនៅខាងក្រៅនៅតែបង្ហាញពណ៌បានច្បាស់ល្អជាពិសេសគឺពេលមើលវីដេអូគឺវាភ្លឺអណ្ដែតបានល្អមែនទែនអេក្រង់នេះក៏មានកម្រិត PWM dimming ខ្ពស់ដល់ទៅ 3840Hz ដែលជួយឲ្យការមើលទូរស័ព្ទរយៈពេលយូរមិនផ្សាភ្នែកនិងមិនឈឺក្បាលទេចំពោះកម្លាំងម៉ាស៊ីនទូរស័ព្ទនេះមកជាមួយនៅ chip Snapdragon 7 Gen 4 ទំហំ4 nanometer ដែលមាន 5G ហើយ chip នេះខ្លាំងខាង AI និងស៊ីថាមពលតិចផងដែរហើយមកជាមួយនៅជម្រើស RAM 8GB ឬក៏ 12GB ដែលអាចបូកបន្ថែម 12GB ទៀតហើយ memory ក្នុងម៉ាស៊ីនទំហំ 256GB ហើយចំពោះល្បឿននៃការប្រើទូរស័ព្ទជាទូទៅវារត់បានរលូនឆ្វាច់តែម្ដងមិនបាច់បារម្ភទេចំណុចពិសេសមួយទៀតគឺថាមពលថ្មទំហំធំដល់ទៅ 7000 mAh នៅក្នុងរូបរាងដ៏ស្ដើងតូចមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍យើងអាចលេងបានមួយថ្ងៃពេញចំពោះការប្រើធ្ងន់ហើយមិនអស់ទេនៅសល់ថ្មសម្រាប់ថ្ងៃស្អែកទៀតនិយាយទៅវាពិតជាកាន់ថ្មបានល្អមែនទែនហើយក៏អាចសាកថ្មចូលវិញបានលឿនល្បឿនដល់ទៅ 80W ហើយថ្មក្នុងទូរស័ព្ទនេះវាក៏ធន់និងអាចប្រើបានយូរដល់ទៅ5ឆ្នាំចំពោះសំឡេងទូរស័ព្ទមាន stereo speaker 2គ្រាប់ខាងលើមួយនិងខាងក្រោមមួយនិងអាចដាក់ SIM card បាន2និងដាក់បន្ថែម eSIM ក៏បានដែរនិយាយពីកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់ធំ sensor goal មានទំហំ200 megapixel មួយគ្រាប់ទៀតសម្រាប់ថតប្លង់ទូលាយនិង macro ទំហំ12 megapixel និងកាមេរ៉ាមុខមានទំហំ50 megapixel ដែលថតបានទូលាយដល់ទៅ 0.8x ហើយវានឹងឆ្លាស់មក focal length 1x ពេលថតរូប portrait ចំពោះគុណភាពរូបដែលថតចេញពីទូរស័ព្ទនេះបងប្អូនមើលវាថតបានច្បាស់ល្អវាឲ្យពណ៌បានដិតស្រស់ល្អហើយមុខងារ portrait ក៏នៅតែមាន color ពី Studio Hardcore ដែលថតបានស្អាតដូចចេញពី Studio អញ្ចឹងដែរហើយចំពោះ software របស់ Honor គឺ Magic OS 10 នេះគឺប្រសើរជាងមុនច្រើនមែនទែន
វាស្អាតវាដំណើរការបានលឿនរលូនហើយយើងក៏អាចផ្ញើឯកសារដូចជារូបភាពនិងវីដេអូទៅ iPhone តាមរយៈ AirDrop បានផងដែរអូខេសរុបចុងក្រោយ Honor 600គឺជាទូរស័ព្ទធុនបង្គួរដែលមានរូបរាងប៉និតស្តៀងនឹង iPhone កាន់ទៅវាហាប់ណែល្អវាធន់រឹងមាំមានអេក្រង់ AMOLED ភ្លឺច្បាស់ល្អមាន chip ខ្លាំងមាន AI សម្បូរបែបមែនទែនទាំងសម្រាប់កែសម្រួលរូបភាពនិងបំលែងរូបភាពទៅជាវីដេអូបានយ៉ាងងាយស្រួលហើយក៏មានថ្មទំហំធំប្រើបានយូរនិងសាកថ្មបានលឿនហើយចំពោះតម្លៃប៉ុននេះបងប្អូនក៏ពិបាកទៅរកគូប្រជែងដែលអាចធ្វើបានល្អអញ្ចឹងដែរបងប្អូនគិតមិនដែរចំពោះ Honor 600សូមសរសេរមតិយោបល់ក្នុង comment ខាងក្រោមជួបគ្នានៅវីដេអូក្រោយទៀត